បាទជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះរាយាយូម៉ាខ្ញុំជាសិស្សរៀននៅថ្នាក់ AU54 ថ្ងៃនេះខ្ញុំបាទធ្វើវីដេអូ record ទាក់ទងទៅនឹងលំហាត់មួយដែលយើងត្រូវ set strong password ទៅឲ្យ user អញ្ចឹងយើងត្រូវការកើត user ដើម្បីអាចប្រើប្រាស់ឬមួយក៏យក user ហ្នឹងទៅ login ចូល folder ឬមួយក៏ឯកសារផ្សេងៗយើងត្រូវការដាក់ password ឲ្យគាត់ដើម្បី security អញ្ចឹង password ដែលយើងដាក់ឲ្យ user នេះគឺយើង set password ឲ្យ strong ដើម្បីអត់ឲ្យមានអ្នកណាងាយប្រើប្រាស់អាចយក user របស់គាត់ហ្នឹងទៅប្រើប្រាស់អ្វីបានអញ្ចឹងយើងត្រូវ set strong password ឲ្យគាត់អញ្ចឹងជាដំបូងខ្ញុំត្រូវcheck មើលលក្ខខណ្ឌសិនថាត្រូវយើងត្រូវប្រើ command អ្វីខ្លះដើម្បីអាចចូលទៅដាក់ strong password បានអញ្ចឹងជាដំបូងខ្ញុំសូមវាយcommand មួយនេះសិនគឺខ្ញុំវាយ sudo vim /etc pan.d/d/. បាទកន្លែង enter មួយនេះគឺដោយសារតែខ្ញុំបាន set វានេះគឺខ្ញុំបាន set វាគឺត្រង់កន្លែងជួរនេះកន្លែង retry នេះគឺមានន័យថាយើងអាចបញ្ចូលបាន3ដងកន្លែង strong password ហ្នឹងបើសិនជាយើងបញ្ចូលខុស3ដងវានឹងalert បានថាវានឹងចេញឲ្យយើងបញ្ចូលសារឡើងវិញមកយើងវាយខុស3ដងគឺវាឲ្យយើង set សារឡើងវិញminiland នេះគឺមានន័យថាmaximum មានន័យថាចំនួន password ដែលយើងត្រូវដាក់នៅក្នុងហ្នឹងគឺចំនួន8ខ្ទង់បើដាក់ក្រោម8ខ្ទង់គឺអត់ចូលអត់បានទេគ្នាដូចជានេះគឺជាចំនួនលេខដែលយើងដាក់ចូលមានលេខហើយក្នុងហ្នឹងគឺយើងមានលាយជាលេខជាអក្សរធំអក្សរតូចហើយក៏ដូចជាspecial character បាទ password ហ្នឹងគឺត្រូវមានលេខអក្សរធំអក្សរតូចហើយលេខហើយនឹង special character ដូចជាសញ្ញាភាគរយសញ្ញាដុល្លារក៏សញ្ញា add ឲ្យតែជា special character check username បាទអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញអ្នកគ្រូអញ្ចឹងជាដំបូងខ្ញុំត្រូវបង្កើត user មួយថ្មីសិនអញ្ចឹងខ្ញុំសូមបង្កើត user តាមដែលខ្ញុំបាន note ទុកនេះខ្ញុំសូមបង្កើត user មួយដែលមានឈ្មោះថាuser Yuma 3ដោយសារតែ Yuma 2នេះគឺខ្ញុំបានតេស្តមុនវា success ហើយអញ្ចឹងខ្ញុំបង្កើត user ថ្មីដើម្បីធ្វើឲ្យលោកគ្រូមើលអញ្ចឹងជាដំបូងខ្ញុំប្រើ command sudo add user ឈ្មោះដាក់ថា Yuma 3បាទដល់ពេលខ្ញុំបង្កើតហើយខ្ញុំចុច enter password ខ្ញុំសូមដាក់1 2 3ខ្ញុំ enter ទៀតបាទបន្តមកខ្ញុំsudo login ចូលទៅកាន់Yuma 3ដែលជា user ថ្មីដែលខ្ញុំទៅបង្កើតហ្នឹង sudo login ឈ្មោះថា Yuma 3បន្តមកខ្ញុំដាក់ password ថ្មីមួយ1 2 3 enter ឃើញថាខ្ញុំបាន login ចូលទៅកាន់user ឈ្មោះថា Yuma 3បន្តមកទៀតខ្ញុំវាយ command passwd នេះគឺដើម្បីឲ្យយើង set password ឲ្យខ្លួនឯងខ្ញុំចុច enter current password នេះគឺមានថា password ដើមរបស់យើង3 1 2 3 enter កន្លែងនេះហើយដែលគេឲ្យយើងchange password for Yuma 3ហើយគេឲ្យយើង change password អ
ចឹងជារបបខ្ញុំសាកវាយ1 2 3បើសិនខ្ញុំ enter let me see ថា bad password this password is same as old one តែថា password 1 2 3នេះគឺវាដូចទៅនឹង password ម្ចាស់របស់យើងអញ្ចឹងខ្ញុំសុំដូរដាក់4 5 6ខ្ញុំ enter password content less than 1 uppercase letter mistake នេះគឺមានន័យថាគេឲ្យយើងដាក់លាយអក្សរធំមួយអក្សរធំអញ្ចឹងខ្ញុំសុំដាក់លាយអក្សរធំអញ្ចឹងមិនមែនហ្នឹងឥឡូវខ្ញុំដាក់អក្សរ y 4 5 6អញ្ចឹង password less than 1 lowercase letter មានន័យថា password នេះគឺគេឲ្យទាមទារយើងដាក់លាយអក្សរតូចមួយដែរអញ្ចឹងដោយសារតែខ្ញុំវាយ refine នឹងចំនួន3ដងហើយអញ្ចឹងវាត្រូវតែឲ្យខ្ញុំ set passwd នឹងសារថ្មីព្រោះយើងកំណត់តែ3ដងតែថាយើងបញ្ចូលខុសលក្ខខណ្ឌ3ដងគឺវាឲ្យយើងបញ្ចូលសារថ្មីតែម្ដងអញ្ចឹងខ្ញុំសូមវាយ command passwd ខ្ញុំ enter មកខ្ញុំដាក់ correct password របស់ខ្ញុំ1 2 3ខ្ញុំ enter ទៀតបើដាក់ខ្ញុំ password អញ្ចឹងកន្លែងនេះខ្ញុំសូមធ្វើយកជាសម័យតែម្ដងគឺខ្ញុំសូមដាក់ password តាមដែលខ្ញុំបានណូតទុកគឺ password មួយនេះគឺ password មួយនេះអញ្ចឹងខ្ញុំដាក់ខ្ញុំ enter តមកខ្ញុំត្រូវ confirm password មួយហ្នឹងខ្ញុំ enter គឺថាpassword update successful បែរថា password 8ខ្ទង់ដែលយើងដាក់ហ្នឹងគឺត្រូវតាមលក្ខខណ្ឌគ្រប់យ៉ាងដែលយើងបានកំណត់បាទចុងក្រោយខ្ញុំសូមអរគុណលោកគ្រូដែលបានតាមដានវីដេអូខ្ញុំដល់ដល់ចប់អរគុណជំរាបលាលោកគ្រូ